ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវីដេអូនេះគឺចង់បង្ហាញពីដំណោះស្រាយកុំព្យូទ័រពេញត្រៃស៊ីបងប្អូនកាលណាកុំព្យូទ័ររបស់យើងត្រៃស៊ីវា full បែបហ្នឹងគឺធ្វើឲ្យកុំព្យូទ័ររបស់យើងគឺមានលក្ខណៈ slow ឬដើរយឺតបងប្អូនធ្វើឲ្យយើងប្រើគឺអត់ស្រួលចិត្តបងប្អូនកាលណាវាចេញកំហុសបែបហ្នឹងគឺធ្វើឲ្យកុំព្យូទ័របងប្អូនគឺគាំងបងប្អូនគាំងយើងចុចអីក៏ពិបាកដែរបងប្អូនដើម្បីដោះស្រាយវាបានបងប្អូនចុចបានស្ដាំលើត្រៃស៊ីបន្ទាប់មក property បន្ទាប់មកទៀត disk cleaning ពីវាដល់ចាប់មកបងប្អូនចុច tick លើសញ្ញាគ្រេសហ្នឹងមកបងប្អូនចុច OK បន្ទាប់មកទៀតចុច delete file អញ្ចឹងបងប្អូនចាំឲ្យវាដើរដល់ចប់ចឹងបងប្អូនអូខេបងប្អូនបន្ទាប់មកបងប្អូនចុច OK មកបន្ទាប់មកទៀតបងប្អូន refresh វាសិនមកនេះបងប្អូនវាឡើងបាន 6G មិញគឺ 5G បន្ទាប់មកទៀតបងប្អូនចុច Windows អក្សរ A មកបងប្អូនវាយពាក្យភាគរយ team អូខេមកបងប្អូនចាំមកទៀតបងប្អូនចុច select វាទាំងអស់មក Ctrl A ហើយចុច delete បងប្អូនចុច take វាមកចុច skip ហើយ continue បងប្អូនអញ្ចឹងបងប្អូនបិទវាមកបន្ទាប់មកទៀតបងប្អូនធ្វើដូចមិញមកបងប្អូនហើយបងប្អូនដាក់អត់មិនចាំដាក់ភាគរយទេបងប្អូនដាក់វាយបែបហ្នឹងមកចុច OK បងប្អូន Ctrl A ហើយចុច delete ចុច continue មកបងប្អូនចុច text ហើយ skip តែមកទៀតបងប្អូនបិទវាចោលមកបងប្អូនធ្វើដូចមិញទៀតមកបងប្អូនវាយពាក្យprefix អូខេ continue បងប្អូន Ctrl A ហើយ delete បងប្អូនចុច text មក skip ហើយបងប្អូនបិទចោលបន្ទាប់ពីយើងធ្វើបែបនេះហើយបងប្អូនចូលមកលើ desktop មកបងប្អូននេះមានរូបធុងសារ៉ាំមួយនេះបងប្អូនមកស្ដាំមកចុចពីលើធុងសារ៉ាំហ្នឹងមកកន្លែងហ្នឹងគឺលុបកាកសំណល់បងប្អូន continue មកអូខេបងប្អូនបន្ទាប់មកទៀតបងប្អូន restart កុំព្យូទ័រមួយបងប្អូនតែនេះខ្ញុំ restart រួចហើយបងប្អូនចាំមើលលទ្ធផលតើវាទៅជាយ៉ាងណាបងប្អូននេះបងប្អូន ត្រៃស៊ីរបស់យើងគឺ load clear មកវិញហើយបងប្អូនបានទំហំ 8G